ការពីចូលឆ្នាំចិនខ្ញុំធ្វើត្រីចំហុយទឹកស៊ីអ៊ីវហើយក៏មានបងប្អូនគាត់សនំពោឲ្យខ្ញុំចេញវីដេអូរបៀបធ្វើទឹកស៊ីអ៊ីវម្ដងទៀតព្រោះអីគាត់អត់បាន share វីដេអូខ្ញុំទុកណាជំរាបសួរអ៊ំពូមីងបងប្អូនទាំងអស់គ្នាទឹកស៊ីអ៊ីវមួយមុខនេះយើងមិនត្រឹមតែធ្វើត្រីចំហុយទេគឺយើងអាចយកមកហូបជាមួយនំបញ្ចុកឬក៏យើងចៀនពងមាន់ឬក៏យើងស្ងោរមាន់និយាយទៅយើងអាចហូបបានច្រើនមុខមែនទែនបើយើងហូបជាមួយកាទៀវសរសៃល្អិតណាយើងហូបដូចកាទៀវគោកគឺរសជាតិឆ្ងាញ់ពិតៗបងប្អូនធ្វើតែមួយកែវទុកទៅឥឡូវនេះអីវ៉ាន់ឡើងថ្លៃផងបងប្អូនធ្វើទុកហូបទៅសន្សំសំចៃលុយហើយមិញនេះបងប្អូនឃើញស្រាប់ហើយគឺយើងដាក់ប្រេងឲ្យក្តៅហើយយើងដាក់ខ្ទឹមសខ្ទឹមក្រហមហើយនឹងខ្ញីចូលយើងដាក់ខ្ទឹមសខ្ទឹមក្រហមរួចហើយបានយើងដាក់គល់ជីវ៉ាន់ទុយហើយនឹងគល់ខ្ទឹមសយើងហ្នឹងណាខ្ទឹមស្លឹកយើងហ្នឹងយើងដាក់បន្តបន្ទាប់មកបងប្អូនមិនចេះមើលអក្សរអង់គ្លេសបងប្អូនក៏ស្គាល់បន្លែហ្នឹងដែរហើយនេះជាផ្កាច័ន្ទខ្ញុំដាក់2ផ្លែមកយើងឆាជាមួយខ្ទឹមហ្នឹងឲ្យរាងឈ្ងុយតិចហើយបានយើងដាក់នេះស្លឹកខ្ទឹមហើយនឹងស្លឹកជីវ៉ាន់ទុយស្លឹកហ្នឹងយើងដាក់ចុងក្រោយគេព្រោះអីវាឆាប់ក្រៀមឯងចំពោះគល់នេះវាងាយក្រៀមតែអញ្ចឹងយើងត្រូវដាក់មុនអញ្ចឹងណាខ្ញីហើយនឹងខ្ទឹមសខ្ទឹមក្រហមបងប្អូនហាន់ជាចំណិតស្ដើងមកដើម្បីឲ្យវាឆាប់ក្រៀមយើងមិនចំណាយពេលយូរយកមកឆាអញ្ចឹងណាហើយចំពោះប្រេងបងប្អូនហូបប្រេងអីបងប្អូនប្រើប្រេងហ្នឹងទៅអត់បញ្ហាទេគ្រាន់តែថាយើងដាក់ប្រេងរៀងច្រើនតិចមកដាក់កន្លះចានចង្កឹះអីទៅអាហ្នឹងទៅយកទឹកស៊ីអ៊ីវយើងវាមានរសជាតិឆ្ងាញ់ល្អហើយខ្ញុំឆាបន្លែទាំងអស់នេះឲ្យរាងក្រៀមបន្តិចហើយបានយើងដាក់គេហៅថាស្លឹកបេលីណាដាក់3-4ស្លឹកមកស្លឹកហ្នឹងបើភាសាខ្មែរអ្នកខ្លះគាត់ហៅថាស្លឹកប៉េងអ្នកខ្លះហៅស្លឹកក្អូបបងប្អូនហៅស្លឹកក្អូបទៅប្រហែលជាគេស្រួលស្ដាប់ជាងណាស្លឹកហ្នឹងតែកន្លែងមានលក់គ្រឿងការីមានលក់ហើយបងប្អូនទៅសួរអ្នកចាប់រួយប្រកាសជាមានលក់ហើយស្រួលរកទិញទេមានតែមួយមុខហ្នឹងឯងហើយយើងទុកនេះស្លឹកនិយាយទៅទុកបន្លែហ្នឹងដល់តែរៀងក្រៀមតិចធំក្លិនឈ្ងុយបានយើងស្រង់ឡើងបងប្អូនជាខ្ញុំឲ្យធ្វើតែមួយកែវទុកទៅយើងហូបបានយូរហើយបងប្អូនមិនបាច់ទុកក្នុងទូទឹកកកក៏យើងទុកនៅខាងក្រៅហ្នឹងបាន3-4អាទិត្យដែរគឺអត់ងាយខូចទេហើយបើយើងទុកក្នុងទូទឹកកកយើងរក្សាទុកកាន់តែយូររាប់ខែអត់ងាយខូចទេពេលបងប្អូនចង់ហូបយើងគ្រាន់តែយើងដួសមកដាក់ក្នុងឆ្នាំងកម្ដៅតិចទៅហើយយើងស្រោចលើកាទៀវឬអីទៅគឺរសជាតិឆ្ងាញ់ពិតបើយើងហូបជាមួយកាទៀវសរសៃល្អិតសរសៃស្មើហ្នឹងណាដូចយើងហូបកាទៀវគោកអញ្ចឹងហើយយើងមានពងមាន់មានអីដាក់ទៀតមករសជាតិឆ្ងាញ់ណាបងប្អូនឥឡូវនេះយើងស្រង់បន្លែហ្នឹងចេញហើយយើងចាក់ខ្លាញ់ហ្នឹងផ្ទេចេញពួកអីវាមានកតិចខ្លះខ្លោចណាបន្លែខ្លះយើងហាន់ល្អិតទៅអញ្ចឹងល្អិតហ្នឹងវារាងខ្លោចទៅខ្លោចយើងកុំយកវាយើងដួសវាចេញទៅហើយប្រេងមិញហ្នឹងក៏រៀងច្រើនដែរតែខ្ញុំចាក់តែពាក់កដាលទេព្រោះអីខ្ញុំធ្វើទឹកស៊ីអ៊ីវហ្នឹងខ្ញុំធ្វើតែមួយចានចង្កឹះទេហើយទឹកស៊ីអ៊ីវយើងប្រើមួយចានចង្កឹះចេះមកបងប្អូនប្រើទឹកស៊ីអ៊ីវអីក៏បានដែរចំពោះខ្ញុំប្រើទឹកស៊ីអ៊ីវម៉ាក់នេះទឹកស៊ីអ៊ីវដែលខ្ញុំប្រឡាក់សាច់ណាហើយយើងដាក់ទឹកមួយចានចង្កឹះមកនិយាយទៅទឹកមួយចានទឹកស៊ីអ៊ីវមួយចានហើយខ្ញុំដាក់ស្ករស3ស្លាបព្រាបាយដំបូងនេះខ្ញុំដាក់2ស្លាបព្រាសិនក្រោយមកខ្ញុំដាក់ថែម1ស្លាបព្រាទៀតស្រួលទេបងប្អូនដាក់គ្រឿងទេសហើយយើងបើកភ្លើងយើងកូរវាពុះហើយយើងភ្លក់មើលទៅភ្លក់មើលរសជាតិដែលបងប្អូនមិនទាន់ត្រូវទេបងប្អូនអាចថែមថយគ្រឿងទេសតាមនឹងបានឥឡូវនេះខ្ញុំបន្ថែមស្ករស1ស្លាបព្រាបាយទៀតបងប្អូនរសជាតិប៉ុណ្ណឹងអត់ផ្អែមពេកទេបងប្អូនកុំភ័យខ្លាចផ្អែមពេកគឺអត់ផ្អែមទេព្រោះអីទឹកស៊ីអ៊ីវយើងប្រៃដល់អញ្ចឹងយើងត្រូវតែថែមស្ករតិចណាទឹកស៊ីអ៊ីវមួយមុខនេះគេយករសជាតិរៀងផ្អែមតិចទៅវាមានរសជាតិឆ្ងាញ់ខ្ញុំប្រើទឹកស៊ីអ៊ីវនេះមកពីបងប្អូនខ្លះក៏អត់មានទឹកស៊ីអ៊ីវជប៉ុនដូចខ្ញុំទេដូច្នេះខ្ញុំប្រើទឹកស៊ីអ៊ីវធម្មតាទៅដើម្បីស្រួលឲ្យបងប្អូនរកទិញអញ្ចឹងណាបើអញ្ចឹងឯងបងប្អូនតាំងខ្ញុំអត់មានទឹកស៊ីអ៊ីវដូចបងតែខ្ញុំធ្វើកើតអត់ហើយយើងមកងាស់តទឹកនឹងពុះប្រហែលជា2-3មីនិតទៅបានហើយជាការស្រេចហើយយើងចាក់ដាក់ចានចេះមកទុកឲ្យវាត្រជាក់បានយើងចាក់ដាក់កែវទុកទៅហើយទុកដល់ត្រជាក់បានយើងដាក់ក្នុងទូទឹកកកអរគុណបងប្អូនទាំងអស់